ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងថ្ងៃនេះខ្ញុំសូមចេញវីដេអូមួយក៏ជាវីដេអូសំខាន់ដែរសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់មាន Facebook page ដែលជាតារាល្បីនិយាយតែខ្លីមិនថាតន្ត្រីករសិល្បករឬក៏កីឡាករឬក៏សារព័ត៌មានឬក៏ជាអ្នកធ្វើបទចម្រៀងឬក៏ជាតារាទេឬក៏ content creator ឬក៏អ្នកផលិតមាតិកាអញ្ចឹងថ្ងៃនេះខ្ញុំសួរជាសំណួរថានៅពេលដែលបងប្អូនខ្លះគាត់មាន Facebook page ល្បីតែគាត់អត់ណាខ្លះគាត់អត់ទាន់ស្គាល់ថាអ្វីទៅដែលហៅថា Rhyme Nature ណាខ្លះអត់ទាន់ស្គាល់មែនតើមាន page ខ្លះមាន page រៀនចង់លៀនហើយ view follower ហ្នឹងតែអត់ទាន់ស្គាល់ថាRhyme Nature នឹងអីគេណាខ្លះគាត់មាន page 100k ឬក៏ 10k ណាខ្លះក៏គាត់មិនទាន់ស្គាល់ថា Rhyme Nature នឹងមានន័យថាម៉េចដែរអញ្ចឹង Rhyme Nature គឺជាមុខងារមួយរបស់ Facebook គេហៅថាបើសិនជាភាសាខ្មែរហ្មងគឺជាច្បាប់មួយនៅក្នុងបណ្ដាញសង្គមដែលគេពេញនិយមប្រើសម្រាប់បរទេសមែនតើហើយខ្មែរយើងក៏មានអ្នកប្រើដែរបើសិនជាករណីគេដឹងហ្នឹងណានិយាយឲ្យស្រួលស្ដាប់ទៅគឺជាកន្លែងដាក់ពាក្យបណ្ដឹងមួយសម្រាប់តាក់ទងទៅ Facebook ដើម្បីការមានសិទ្ធិការពារទៅលើទំព័រឬក៏គេហទំព័ររបស់បងប្អូនឧទាហរណ៍ខ្ញុំមាន Facebook មួយឈ្មោះកអញ្ចឹងទៅអញ្ចឹង Facebook ខ្ញុំមាន view ច្រើនមានអ្នកស្គាល់ខ្ញុំច្រើនក៏ប៉ុន្តែនៅពេលដែលទៅគេយកវីដេអូខ្ញុំយកទៅផុសគេយកវីដេអូខ្ញុំទៅផុសដល់អត់ចាសុំពីខ្ញុំអីចឹងណាអញ្ចឹងអានឹងគេហៅថាខុសច្បាប់ហើយបើភាសាខ្មែរខុសច្បាប់អញ្ចឹងសួរថាតើយើងអាចទៅសុំគេលុបវិញដោយរបៀបណាជាចម្លើយហ្មងគឺយើងមានតែឆាតទៅគេទេដើម្បីគេលុបក៏ប៉ុន្តែនៅក្នុង Facebook វាមានមុខងារនេះគឺដើម្បីអាចនឹងមានសិទ្ធិលុបវីដេអូចោលតែម្ដងដែលអត់ចាំបាច់សុំគេទេឧទាហរណ៍ខ្ញុំគេយកវីដេអូខ្ញុំទី2យកទៅផុសអញ្ចឹងគេបាន view ច្រើនណាក៏ប៉ុន្តែខ្ញុំជាម្ចាស់ដើមបាន view 100k គេបាន 1M អញ្ចឹងខ្ញុំមានសិទ្ធិលុបវីដេអូគេឬក៏ request តាក់ទងនឹងបិទអីផ្សេងអីចឹងទៅអញ្ចឹងអានឹងយើងមានសិទ្ធិអញ្ចឹងទោះបីគេយករូបភាពយកវីដេអូឬក៏យកអីផ្សេងពីយើងទៅក៏ដោយក៏ប៉ុន្តែយើងមានសិទ្ធិគ្រប់គ្រងវីដេអូហ្នឹងដោយខ្លួនឯងទោះបីគេយកទៅកាត់តឬក៏មិនក៏ដោយក៏ដោយសារតែទី1យើងមានសិទ្ធិយើងបាន apply ឬក៏យើងបានប្តឹងទៅកាន់ក្រុមហ៊ុន Facebook ថាទំព័រហ្នឹងគឺវីដេអូហ្នឹងគឺសុទ្ធតែជារបស់ខ្ញុំទេអញ្ចឹងអត់ណាមានសិទ្ធិមកយករបស់ខ្ញុំទៅប្រើប្រាស់ទេលើកលែងថាគេសុំយើងអញ្ចឹងបានយើង allow ឬក៏ apply ឲ្យគេបើយកវីដេអូហ្នឹងទៅផុសដោយសេរីបានអញ្ចឹងណាអញ្ចឹងតើតើនឹង Rhyme Nature នេះផងដែរមកដល់ឥឡូវគឺមានតម្លៃថ្លៃមែនតើ Rhyme Nature ខ្លះអាចលុបទៅដល់3ឬក៏$4,000តែមួយចំនួនដែល apply បានពីច្រើនតម្លៃថោកទេអញ្ចឹង Rhyme Nature គឺយើងផ្ដោតសំខាន់ទៅលើអ្នកដែលគាត់ជាសិល្បករសិល្បករនីក៏តារាល្បីអញ្ចឹងណានិយាយថាមួយម៉ាត់ឲ្យខ្លីគឺមាន follower ចាប់ពីពី 10k ឡើងគឺអាចថាពួកគាត់ជាតារាល្បីហើយអាចថាពួកគាត់អាចធ្វើឲ្យបាន100បានតែ 1k គឺពួកគាត់ចាយពេលច្រើនមែនទែនទៅលើបណ្ដាញសង្គមអញ្ចឹងអ្នកខ្លះក៏គាត់មានអ្នកខ្លះក៏គាត់អត់ទាន់មានអ្នកខ្លះគាត់ដឹងឬក៏អ្នកខ្លះអត់ទាន់ដឹងគឺខ្ញុំមកមើលទាំងអស់គ្នាអញ្ចឹង Rhyme Nature ខ្ញុំបែងចែកជា4ដើម្បីបញ្យល់បងប្អូនទាំងអស់គ្នាកាន់តែក្បោះក្បាយហើយពីនៃការធ្វើវាតែម្ដងអញ្ចឹងវាអត់សាមញ៉ាំទេមានថានៅពេលដែលបងប្អូនមើលវីដេអូនេះហើយខ្ញុំនឹងព្យាយាម analyze ឲ្យច្បាស់ឲ្យរួមឲ្យបងប្អូនមានអារម្មណ៍ថាមើលមកវីដេអូនេះចប់ហើយមិនចាំបាច់ទៅស្រាវជ្រាវឲ្យបន្ថែមណាអញ្ចឹងជាចំនួនហេតុអ្វីត្រូវស្នើ Rhyme Nature ឬក៏មុខងារ Rhyme Nature tool ពី Facebook អញ្ចឹងទី1ការស្នើមិនមែនទី1នេះការស្នើ Rhyme Nature មានសារៈសំខាន់ខ្លាំងចំពោះអ្នកផលិតមាតិកាឬក៏ original content creator ដោយសារមូលហេតុធំចំនួន4ដែលខ្ញុំ analyze ខាងក្រោមណាទី1ការពារមិនឲ្យគេយកវីដេអូទៅផុសបន្តមានថា automatic blocking អញ្ចឹងដូចខ្ញុំបាននិយាយពីមុនអញ្ចឹងនៅពេលដែល page ដតីយកវីដេអូពីយើងមានសិទ្ធិបិទឬក៏block account ឬក៏ page នឹងចោលតែម្ដងអញ្ចឹងវាដាច់ភឹងតែម្ដងណានេះជាមូលហេតុសំខាន់បំផុតនៅពេលដែលអ្នកមាន Rhyme Nature បើសិនជាអ្នកមាន page ផ្សេងយកវីដេអូរបស់អ្នកទៅ upload ឬក៏ re-upload ប្រព័ន្ធ AI របស់ Facebook នឹងចាប់បានភ្លាមអ្នកអាចកំណត់ឲ្យប្រព័ន្ធ Facebook លុបចោលឬក៏បើអានឹងអាស្រ័យលើអ្នកគ្នាវីដេអូនេះនឹងស្វ័យប្រវត្តិមិនឲ្យគេមើលឃើញទៅបីជាគេព្យាយាមកាត់តកែពណ៌បន្តិចបន្តួចក៏ដោយអញ្ចឹងអ្នកខ្លះគាត់ MMO គាត់ចេះកាត់វីដេអូដើម្បីកុំឲ្យវាមានជាម្ចាស់ដើមត្រឡប់វីដេអូទៅក៏ប៉ុន្តែ Rhyme Nature មួយគឺវាខ្លាំងបំផុតនៅពេលដែលវាចាប់ AI វាច្បាស់តែម្ដងដោយសារតែជាប្រភេទយេម៉ាត់ទៅគឺវាជាច្បាប់ដែលតឹងបំផុតរបស់ Facebook គឺ Rhyme Nature នឹងឯងចំណុចទី2គឺវីដេអូអាចយក
អាចយកវីលុយពីវីដេអូដែលគេលួចបានមានថាជា claim earning អញ្ចឹងនិយាយឲ្យស្រួលស្ដាប់នៅពេលដែលគេយកវីដេអូពីយើងទៅផុសគឺមានថាគេរកលុយឲ្យយើងទេអញ្ចឹងពេលខ្លះគេក៏ខាតពេលដែរនេះជាចំណុចពិសេសមួយជំនួយឲ្យការប្លុកចោលអ្នកក៏អាចអនុញ្ញាតឲ្យផុសវីដេអូរបស់អ្នកនឹងបានដែរប៉ុន្តែចំណូលដែលបានពីការផ្សាយពាណិជ្ជកម្មឬក៏ ad break ពីមុនគេហៅ ad break ណាតែឥឡូវគេហៅថា ad អីផ្សេងឥឡូវ content monetize វាតាប់ពីចាប់ផ្ដើមពីចំណុចមួយដែលអ្នកគ្នាខ្លះក៏អត់ស្គាល់ ad break ប៉ុណ្ណឹងមិនដល់ឥឡូវក៏ប៉ុន្តែអាហ្នឹងគេហៅថា ad earning ពី Facebook អីចឹងទៅអញ្ចឹងលើវីដេអូដែលគេលួចនោះត្រូវផ្ទេរចូលមកក្នុងគណនីរបស់អ្នកឧទាហរណ៍នេះងាយយល់ទេគេយកវីដេអូនោះទៅផុសបាន1លាន view អញ្ចឹងលុយហ្នឹងគឺបានបំវែហ្នឹងមកឲ្យយើងជាម្ចាស់ដើមវិញយល់កន្លែងហ្នឹងអ្នកគ្នាគួរតែយល់ហើយទី1នៅពេលដែលគេយកវីដេអូហ្នឹងទៅផុសគេបាន1លាន view ទៅបី page ហ្នឹងទូចក៏ដោយក៏ប៉ុន្តែគឺមានសិទ្ធិរកលុយបានដោយសារមូលហេតុទី1យើងជាម្ចាស់ដើមយើងនឹងរកយកលុយពី right manager ហ្នឹងបានទាំងអស់អញ្ចឹងបើសិនការករណីគេយកទៅផុសចោលអញ្ចឹងគេបានផ្ទុះ view អញ្ចឹងយើងក៏បានលុយទេអញ្ចឹងវាចំណេញអាថាចំណេញគុណនឹងចំណេញណាអានឹងបងប្អូនយល់ចំណុចទី3ចំណេញពេលវេលាក៏ automatic អីចឹងទៅបើគ្មាន right manager ទេនៅពេលដែលគេលួចវីដេអូអ្នកទៅ repost ឬក៏ម្ដងមួយផុសម្ដងមួយណាមានថា manual report នៅពេលដែលវាខាតពេលយើងវារំខាតពេលវេលាខ្លះណាស់ហើយពេលខ្លះ report ឲ្យ Facebook មិនអោយលុបទៅទៀតបើសិនជាមាន right manager គឺវាធ្វើការលុបឲ្យយើង24ម៉ោងស្វ័យប្រវត្តិមិនបាត់ហត់តាមដានកន្លែងហ្នឹងតាមពិតវាងាយយល់ដោយសារខ្ញុំដាក់អក្សរហើយខ្ញុំនិយាយបន្ថែមទៀតមានថានៅពេលដែលយើងអត់ right manager វីដេអូគេយកទៅផុសយើងស្នើសុំទៅ Facebook អញ្ចឹងវាវេទនាមែនតើពេលខ្លះ Facebook វាអត់ឲ្យលុបទៀតចំណុចទី2បើសិនជាករណីយើងមាន right manager គឺវាលុបអូតូ24ម៉ោងតែម្ដងអញ្ចឹងខ្ញុំនិយាយវាច្បាប់តឹងបំផុតគឺ right manager នឹងឯងចំណុចទី4មើលឃើញទិន្នន័យច្បាស់លាស់មានថា insight អ្នកនឹងមើលឃើញតារាងមួយប្រាប់ថា page មួយណាកំពុងលួចវីដេអូ page មួយណាដែលមានអ្នកមើលឬក៏គេយកទៅផុសនៅប្រទេសណាខ្លះអញ្ចឹងយើងអាចដឹងទាំងអស់អញ្ចឹងមុខងារ right manager នឹងដូចគ្នាអញ្ចឹងមិនគេថាមកដល់ឥឡូវគេនៅតែទិញ page right manager ដែលមានតម្លៃថ្លៃក៏ប៉ុន្តែមិនងាយនឹងធ្វើបានទេមូលហេតុFacebook វាត្រូវការមាន policy ទី1នៅពេលដែលយើងយកវីដេអូទៅផុសយើងអត់ឲ្យគេឲ្យយើងដាក់ play ទេបើដាក់ play Facebook នឹងឯងចំណុចទី2គឺវាពិបាកในការធ្វើដោយសារទី1នៅពេលដែល Facebook apply ឬក៏ approve ឲ្យយើងទទួលបានមុខងារទាំងអស់ហ្នឹងគឺទី1បងប្អូនវាត្រូវការមើលយើងមែនតើមិនថាមើលយើងផុសដោយរបៀបម៉េចយើងថតដោយរបៀបម៉េចមានបញ្ហាតាក់ទងនឹង sound សំឡេង copyright អីអត់បើយើងយកវីដេអូទៅកាត់តែពីតាពីដាក់ sound តាពី copyright អញ្ចឹងទៅគឺវាអត់ approve ឲ្យយើងទេអញ្ចឹងលុះត្រាណាថាជាវីដេអូហ្នឹងគឺ 100% គឺដឹងតែប្រហែលយើងអត់សូម្បីតែ play ក៏អត់យកពីណាពីណីមកដែរអញ្ចឹងអាហ្នឹងមិនគេឲ្យយើង 100% តែម្ដងចាំមិនថាវាពិបាកនៃការស្នើវាមិនមែនពិបាកនៃការស្នើបើសិនយើងធ្វើវីដេអូអ្នកដែលផលិតវីដេអូហ្មងវារឹតតែងាយស្រួលស្នើដោយសារទី1ជាមុខរបស់យើងតែបើសិនជាថតអញញ៉ៃមិនដឹងស្អីទៅស្អីគឺមិនអោយទេ 100% គឺមិនអោយព្រោះខ្ញុំមានប័ណ្ណពិសោធន៍ច្រើនទៅលើការ apply right manager ឲ្យគេអញ្ចឹងណាពេលខ្លះវា10 page បានតែ5 page ទេវាតែប៉ុណ្្នឹងអញ្ចឹងខ្ញុំមានពីនៃការស្នើមានដូចជាអ្នកសិល្បករទូទៅឬក៏សិល្បៈតន្ត្រីករមានដូចគ្នាហើយកីឡាករឬក៏ផ្នែកអប់រំអញ្ចឹងទៅខ្ញុំមានទាំងអស់អញ្ចឹងបងអត់ឲ្យបងប្អូនពិបាកទៅរកអីផ្សេងទេអញ្ចឹងមកវីដេអូនេះមើលតែមួយវីដេអូហ្នឹងគឺយល់តែម្ដងអញ្ចឹងយើងចូលពីវាការធ្វើបងប្អូនចូលលើ Facebook បងប្អូនចូលទៅក្នុង Facebook ណាមួយមកឥឡូវចូលក្នុង Facebook ហើយយើង apply ឥឡូវខ្ញុំចូលទៅក្នុងនេះកាឡាព័ត៌មានកីឡាប្រភេទក្រុមបាល់ទាត់អញ្ចឹងបងប្អូនអត់បាក់ទេបងប្អូនវាយពាក្យថា Right Manager អធិស្ឋាន Right Manager Right GX នេះ Manager បងប្អូនចុចពាក្យ Right Manager មកនេះវានៅលើគេតែម្ដងអញ្ចឹង Right Manager បងប្អូនចុចពាក្យថា Right Manager ហើយម្ដងនេះវានឹងចូលទៅកាន់ព័ត៌មាន detail យើងអាចអានបាន Right Manager Meta Right Manager New Update Access អីចឹងទៅបងប្អូនអាចមើលព័ត៌មានវាបានអញ្ចឹងវាបានបញ្ជាក់ឲ្យថាបងប្អូនជាអីជានរណាគឺបងប្អូនខាង Meta ក៏បានប្រាប់ហើយអញ្ចឹងបងប្អូនចុចនេះ request access មកអញ្ចឹងនៅពេលដែលយើងឆោលើ page ហ្នឹងគឺវាចូលទៅកាន់នឹង auto តែម្ដងអញ្ចឹងមកដល់កន្លែងនេះបញ្ជាក់កន្លែងនេះគឺបងប្អូនអាចយកបានទីមួយបងប្អូន select page ប្រភេទ sport team បងប្អូនចង់ Right Manager ទៅលើរូបភាពឬក៏ audio ឬក៏ប្រភេទ video អញ្ចឹងខ្ញុំ page ច្រើនបើសិនកីឡាហ្មងគឺយើង focus តាមរូបភាពទេអញ្ចឹងបងប្អូនតើទៅនឹងរូបភាពតើឲ្យវីដេអូក៏ដោយបងប្អូនយកមួយណាក៏បានបើសិនជាកីឡាបើប្រភេទកីឡាបាល់ទាត់ហ្មងគឺភាគច្រើនគឺ focus តែរូបភាពទៅវីដេអូមួយទេអញ្ចឹងយកអានេះមកឧទាហរណ៍ណា
chẳng một ôn vô kì nhắn ra ngay chứ là what my tab right hold IU holder IU chẳng một ôn chưa vào page kì lâu nhom chưa vào page media company rồi có chưa viral content rồi có chưa ai xem nhân tại make ai chân tại chẳng nhom vô nè bữa xa tại nhom mà apply lừa này ta bữa sau một ôn vô video đã media này cái bán đạn này cái bàn tập ban năng tệ hay bật top mò primary right holder chẳng một ôn này có enter the name on the person company brand chẳng hạn này cứ đã là bữa sân cho cạn này page nó nghe miền ca cột chrome mùi tiết miền hạ ai mùi tiết bóng vốn đã mò mò lâu miền nhom ô tô ho nè nhom chạy nè ASB dân trời ok chẳng bật top á nè hay bật top mò dương trong anh đi từ lừa ai kì bờ video bị miền video chẳng bị tham photographer illustrator vision new entertainment artist agency public finger rồi có sport league ở trên đây chẳng này vào cho sport league club màu nè ok anh ấy nhom mà chia sẻ nhom mà tài xạ thế để sao tài xạ sẽ nhom mà toàn apply thế về miền sport league hay là sport team chẳng nhom cho sport team màu này sport team hay năng photographer ở trên đây cho bạn năng để ấy bật top một tiết bong phôn ta bong phôn po cần thân năng chia phải chạm ngay rồi có mà tích rồi có weekly rồi có monthly trong phía trên nhóm po chia mà tích mà đo ngay trên đấy hỏi số tha do you use party agency mà nấu anh ấy có admin đấy dương miền cần thân để Facebook report đây admin tiền chẳng mà đo cái này nè bong phôn cái lấy nó cứ tại tôn năng fan và dương để dương chọn đã lâu Facebook nhóm miền này kì u tờ hóa nè lo nhóm check anh ấy chân từ cho copy link mùi dương ta đã ấy dương vô video mùi ná rồi cầu rút phim mùi ná để miền like cho đần vô tập phô mò lo vô tập pa mò ok và chạy lại nắng á mùi dương bộ link mùi tớ pram của mùi chân từ chẳng video rồi cầu rút phim mùi ná để dương trong protect dương nạ nâng mò hả toàn lại nắng á và chạy chẳng dương bộ bán buôn pram mò hay và top mò tiết tại tôi nâng YouTube viết trâu ca page mới nâng lâu trâu ca page mới nâng trâu ca ai kể thì mỗi miền link tại tôi nâng Facebook page miền TikTok miền YouTube miền ai chân tờ bọn đã mò đã tăng mò YouTube YouTube mua website đã Telegram group Telegram channel các bạn hơi ở đây vì miền ai tiết link TikTok ai chân tờ cho một người lại nâng hay bật top môi tiết xua thả bong bồn cái trâu ca dương giấy pì nâng lâu bữa sân cả anh nhom sport team rồi có ai xinh lâu nèประเภท nè chỉ tụi tôi dương đạn này các bạn này hay sao là bạn coi anh đạn này tôi dương đôi tại nên tao lâu ประเภท cái là nhom copy nhom vô một pha hậu tỏ nè lâu tỏ chmua page bỏ nè lâu nhom trộn cho nhom u tỏ thế na chia sẻ lại này tại phơi tao đăng tập ban này tại mình đăng tập ban vì approve rồi mình approve nhưng mà hiện tại là sai thì muốn sai từ lời cẩn thận mà bom bọn đó cái này thì bao ấy trên từประเทศlà bắt ở lâuประเทศlà bắt đây kia nhưng trong vậy vì thà sport league ở trong tàu rồi có sport team ở trong đó nè ok sport team hay dân bắt vòng cái trọ Vinh ok hay u từ hò này example đó nè đại x chơi mong ok chia sẻ lấy nè nhóm ban này nè lại nhóm u từ hò ấy bom pôn là chia sẻ lại nè tạm bớt nhóm đạn này hơi rồi chắc bom pôn lốp ở này cho là mó ok phải chạm nó tiếp trong control x mới tiết lâu mình thả u từ hò này u từ hò dương thả lâu cái oi dương bật vòng cái chọn này dương chưa bảo phê đầy kề chẳng u từ hò nhưng thằng có story daily vlog rồi có education rồi có entertainment vlog ấy chân tới nhóm ắt vô tế nhóm lốp cho là sao nhóm đã hơi cái oi đã vòng cái chọn ok chắc là đang miền đây tiệt nhóm đã sport li hay chân tập bắn chọc máy net đây chân trời ok net Instagram này đại ban đã bay rồi mà đi tề chẳng hạn việc đại ban đã bay rồi tề cho nhóm đại tập bắn tập ban này 20 tiết cả lấy gần thật cả cần tag email này email cứ trâu ta chỉ email muối để ai thả email mấy ọt vô email để thọp sơ vì môn một tế dân phá email lên tới vì đừng xem code tư và mùi cái thông và tao móc ông bố đã lâu nhóm u tao ho để mà đón nhóm vô mail mùi ná để kết ọt thọp apply cho ok nhóm vô mail mùi ní mó các bạn này ok lâu u tao ho nè chắc nó phê để lấy ní
ឥឡូវចុចចែចឹងវានឹង send code នឹង auto ឲ្យយើង verify ឥឡូវចាំមកទៅទៅវានឹងនេះ send code ទៅហើយអូខេចាំបន្តិចមកនេះ load drive manager ready អញ្ចឹងទៅនេះយើង copy code ចឹងមកអូខេអូអធិស្ឋានវាអញ្ចឹងបងប្អូនចុច verify មកណាវានឹង tick ហើយនៅពេលដែលមើលបំពេញព័ត៌មានទាំងអស់ហ្នឹងហើយបងប្អូនចុចពាក្យថា submit and agree អញ្ចឹងដល់ពេល submit agree វានឹង load សញ្ញា tick មួយវានឹង load ទៅកាន់ email ថាយើងបាន approve ហើយយើងបាន request right manager តាក់ទងនឹងព័ត៌មានដែលយើងបានបំពេញតែប៉ុណ្្នឹងទេអញ្ចឹងវាអាចនឹងរយៈពេលចាយពេលពី1នាទីរហូតដល់72ម៉ោងដើម្បីវាតម្លាក់ព័ត៌មានវិញថាយើងបានឬក៏មិនបានអូខេអញ្ចឹងតកតូននឹងព័ត៌មានតកតូននឹងការ verify គឺវាមានតែប៉ុណ្្នឹងឯងវាអត់មានអីលើសនេះទេអញ្ចឹងបើសិនជាករណីបងប្អូនមានអីសាកសួរសំណួរបន្ថែមហើយខ្ញុំនឹងព្យាយាមបំពេញចន្លោះប្រហោងកន្លែងណាមួយដែលគិតថាបងប្អូនអត់យល់អញ្ចឹងពីខ្ញុំបាទការ Academy ឬក៏ការ Studio សូមគោរពលាអរគុណច្រើនបាយបាយ